សូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់អាកាសដ្ឋានចិញ្ចឹមកង្កែបបាទភ្នំពេញបាទបងប្អូនអរគ្នាបាទនឹងបងប្អូនអរគ្នានេះគឺយើងមកធ្វើការដាក់ចំណីឲ្យកូនកង្កែបរបស់យើងបាទយើងទៅកូនកង្កែបគឺសុខភាពវាល្អហើយវាស៊ីចំណីល្អណាបាទបច្ចុប្បន្ននេះខែភ្លៀងយើងត្រូវចេះបច្ចេកទេសខ្លះដើម្បីនៅក្នុងការមើលថែកូនរបស់យើងអញ្ចឹងណាបាទជាធម្មតាបើសិនយើងអត់ចេះមើលបច្ចេកទេសនោះទេបាទវាអាចនឹងមានបញ្ហាច្រើនបាទនៅពេលដែលធ្លាក់ភ្លៀងអញ្ចឹងណាបាទយ៉ាងហោចណាស់ក៏យើងមានគ្រូសម្រាប់ប្រាប់អញ្ចឹងណាបងប្អូនគ្នាបាទហ្នឹងហើយនេះគឺខ្ញុំផ្ដោតទៅលើការដាក់ចំណីឲ្យវាបាទហ្នឹងហើយស៊ីល្អបងប្អូនបបបាទបបបាទឲ្យដង្កែបយើងស៊ីល្អអញ្ចឹងយើងសប្បាយចិត្តបាទព្រោះដង្កែបយើងឆាប់ធំឆាប់បានលក់បាទហ្នឹងហើយតែលក់ឲ្យបានលុយបងប្អូនអរគ្នាបាទតែអត់លក់អត់លុយបាទចឹងក្នុងមួយតង់ហ្នឹងគឺយើងដាក់ 5000 កូនបាទ2តង់ 10000 កូនបាទមានបងខ្លះគាត់សួរខ្ញុំដែរថាបងកង្កែបយើងដាក់មួយតង់ប្រហែលបាទបើសិនជាបងប្អូនទាំងគ្នាថ្មីថ្មោងអីអាចដាក់ចន្លោះពី2000 ទៅ 3000 កូនអីបានបាទហ្នឹងហើយក្នុងមួយតង់ណាបើសិនជាយើងដាក់ត្រឹម 10000 កូនអីយើងអាចរៀប 3-4 តង់អីចឹងណាបាទហ្នឹងហើយដើមគ្នាស៊ីបងប្អូនគ្នាដើមគ្នាចឹងបងប្អូនអ្នកគ្នាតែងតែសួរថាបងមានកែបបាទតម្លៃ1 300អត់បាទមានបងប្អូនអ្នកគ្នាមាន1 300 400 500 600 700 800បាទមានទៅតាមទំហំណាបាទហើយក៏សួរទៅលើគុណភាពកែបបាទហ្នឹងហើយគុណភាពកែបគឺល្អបាទហើយបងប្អូនអ្នកគ្នាទិញទៅខ្ញុំដូចជាខ្ញុំអីហ្នឹងខ្ញុំជួយបរៀនឲ្យបងប្អូនអ្នកគ្នាចេះអញ្ចឹងណាបាទនេះបងប្អូនអ្នកគ្នាខ្ញុំដាក់ឲ្យមើលអញ្ចឹងខ្ញុំដល់បាទមើលឃើញសំខាន់បងប្អូនអ្នកគ្នាអាចរៀនបច្ចេកទេសពីខ្ញុំបានហើយបងប្អូនអ្នកគ្នាអាចទិញចន្លោះពី500 1000 2000អីដល់ 10000 កូន 20000 កូនអីបាទបើទិញរហូតដល់ 100,000 កូនអាហ្នឹងយើងតម្លៃពិសេសឲ្យបាទប៉ុន្តែសម្រាប់បច្ចេកទេសបើសិនបងប្អូនអ្នកគ្នាទិញចាប់ពី500 គ្រាប់ឡើងទៅគឺយើងជួយបរៀនបច្ចេកទេសបាទទិញត្រឹមពី100 200 គ្រាប់អីទេបាទហ្នឹងហើយយើងជួយបរៀនពីតូចរហូតដល់ធំបាទហ្នឹងហើយបច្ចេកទេសបាទគឺយើងបើអ្នកតែបងលុយរៀនបាទគឺអាចរៀនបានបាទប៉ុន្តែតម្លៃការភ្លើបមុនគឺខ្ញុំយកតម្លៃ500ក៏ប៉ុន្តែឥឡូវដោយសារតែយើងគិតថាបងគឺគាត់ដោយថាមួយយើងមិនទៅជារោលុយបានដោយទៅលើកមុនអញ្ចឹងណាចេះថាស្រួលឲ្យណាបាទអាចខ្ញុំយកត្រឹម$50ទេបាទហ្នឹងហើយមានបងជាច្រើនដែលគាត់តាក់ទងមករៀនបាទហើយក៏ខ្ញុំបានបង្រៀនច្រើនអ្នកទៅហើយដាល់ហើយបាទគាត់ថាយើងការបង្រៀនពួកគាត់គឺជាសិទ្ធិឯកជនរបស់ពួកគាត់គឺយើងអត់បានទៅថតមុខថតមាត់ឬមួយក៏ថតឆាតថតអីជាមួយទេបាទហ្នឹងហើយព្រោះឲ្យខ្លាចជាសិទ្ធិឯកជនបាទពិបាកប្រាប់បងប្អូនអរគ្នាបាទ
nhưng mà siết ai cái chốn cứ chỉ siết mùi đã phụ quật miên siết bà nó không ca phơi vây mùi ai cái chốn bà vì dương ngọt ai dùng lột quật bàn lột siết quật bàn đi bà nó ngay bông bà đọc nè bà rương bà chạy cái té bông bà đọc nè ai riêng chỉ là vì bay khai tàu của mùi khái dừng chạy hai bà nè ai bà riêng bà chạy cái té khăn dừng ní ai chỉ là vì mấy năm bạn chạy á bà dừng trong chạy ó bà bà nè chẳng con trai bà chuẩn bị liền bà